បើសិនជាអ្នកនរគ្នាឆ្ងល់ថា AI នឹងស្អីគេ data science នឹងស្អីគេ business intelligence នឹងស្អីគេ data analyst នឹងស្អីគេរៀន IT នឹងដឹងហើយ អូខេអញ្ចឹងឥឡូវយើងនិយាយអំពីការងារបន្ទាប់ពីយើងរៀន IT ចប់តើនៅពេលដែលយើងរៀនចប់ IT យើងអាចរកការងារធ្វើនៅកន្លែងណាខ្លះបានអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនិយាយសង្ខេបទេទៅតាមអ្វីដែលខ្ញុំដឹងណាទី1ពេលដែលយើងចប់ទៅយើងអាចចូលធ្វើការនៅក្នុងវិស័យរដ្ឋាភិបាលក្នុងវិស័យសាធារណៈណាអញ្ចឹងមានក្រសួងស្ថាប័នជាច្រើនដែលត្រូវការជំនាញ IT ហើយអាចប្រឡងចូលជាគ្រូបង្រៀនក៏បានចូលជាមន្ត្រីរាជការស៊ីវិលក៏បានដែរមានក្រសួងផ្សេងជាច្រើនដែលត្រូវការ IT អញ្ចឹងបើសិនជាអ្នកនរគ្នាចេះគឺអត់បញ្ហាទេនៅក្នុងវិស័យសាធារណៈគឺមានក្រសួងជាច្រើនស្ទើរតែគ្រប់ក្រសួងហើយដែលត្រូវការ IT អូខេហើយមួយទៀតតកតងជាមួយនឹងវិស័យឯកជនក៏មានច្រើនដែរមានពិសេសគឺតកតងជាមួយនឹងធនាគារក្រុមហ៊ុនធំជាច្រើនគឺសិតតែត្រូវការ IT អញ្ចឹងអ្នកនរគ្នាអាចធ្វើការនៅក្នុងក្រុមហ៊ុនទាំងអស់នោះបានហើយនៅក្នុងអង្គការក្រៅរដ្ឋាភិបាលក៏ត្រូវការផ្នែក IT នឹងច្រើនដែរប៉ុន្តែគ្រាន់តែមិនសូវត្រូវការច្រើនដូចជាក្រុមហ៊ុនឯកជនធំដូចជាធនាគារឬក៏អីទេហើយអ្នកនរគ្នាក៏អាចប្រសិនបើមិនចង់ធ្វើការនៅក្រុមហ៊ុនទេក៏អាចអ្នកនរគ្នាមានសមត្ថភាពខ្ពស់អាចជា start up ធ្វើ project ធ្វើអីខ្លួនឯងជា freelancer តកតងជាមួយនឹងធ្វើ project ជា website បង្កើតកម្មវិធីបានច្រើនតកតងជាមួយនឹងការងារប្រសិនបើអ្នកនរគ្នាមានជំនាញច្បាស់លាស់ចេះច្បាស់លាស់គឺការងារក្នុងផ្នែក IT ហ្នឹងគឺមានច្រើនមែនទែន